ថ្ងៃនេះយើងនឹងសិក្សាបន្ថែមទៀតបន្តពីថ្ងៃមុនយើងបានគូខ្សែដៃក្នុងធ្នឹមបានពីស្ពែនហើយអញ្ចឹងថ្ងៃហ្នឹងយើងនឹងធ្វើការនៅលើស្ពែនទាំងអស់នេះដែលវាមានប្រវែងស្ពែនខុសៗគ្នាអញ្ចឹងជំហានដំបូងខ្ញុំនឹងធ្វើការកំណត់ dimension សម្រាប់ស្ពែនមួយៗអញ្ចឹងនៅក្នុង Revit Structure ដើម្បីចូលទៅកំណត់ dimension បានយើងselect មកនៅលើ toolbar នេះយើងអាច click នៅលើពាក្យថា align dimension ឬក៏យើងធ្វើចុចនៅលើ annotate tab ដើម្បីយកពាក្យថា align គឺយើងអាចវាយ command នៅលើ keyboard ដោយវាយ DI អូខេអញ្ចឹងខ្ញុំចុចនៅលើ align មុននឹងយើងចុចចាប់ dimension ចំណុចមួយយើងធ្វើការកំណត់ property របស់ dimension មួយចំនួនអញ្ចឹងយើង select មកមើលខាងស្ដាំដៃនៅលើពាក្យថា property browser យើង click លើពាក្យ edit type ដើម្បីបង្កើត dimension ប្រភេទថ្មីយើងចុច duplicate មួយដើម្បី copy ហើយយើង line name យើងអាចកំណត់ឈ្មោះ dimension ខ្ញុំដាក់ថា dimension បាទចុច OK អញ្ចឹងនៅក្នុង tab parameter ក្នុង tab parameter យើងធ្វើការកំណត់មួយចំនួនតទៀតដូចជា dimension stripe tab និងយកពាក្យ continue យកដាក់ថា continue អូខេបាទហើយនឹង tick mark គឺយើងកំណត់យកលេខ1គឺកម្រាស់បន្ទាត់ឡើងវាយកម្រាស់បន្ទាត់តាមព្រួយហើយបានកំណត់មកលើ option flip dimension line extend យើងកំណត់យក 2.5 នេះយើងអាចកំណត់ចន្លោះពី 1.5 ទៅ 2.0 យើងយក 2.0 ហើយ wide line control grab to element មានន័យថាកាលណាខ្ញុំចាប់ dimension បែបនេះចាប់ចឹងមកនេះគឺបន្ទាប់នេះគឺចុចភ្ជាប់ពីចំណុចដែលខ្ញុំចាប់អញ្ចឹងកន្លែងនេះគឺមានន័យថាវាជា gap to element មានន័យថាចាប់ពីបន្ទាត់ឲ្យយើងចាប់ចុចចំណុចហ្នឹងសិនទៅបន្ទាត់ដល់អាប់ដល់ហ្នឹងហើយកន្លែង gap element នេះខ្ញុំយកដូរទៅជា fix dimension line apply មានន័យថាអត់មានបន្ទាត់ចាប់ពីចំណុចហ្នឹងទៅគឺត្រឹម dimension line អូខេបន្តមកទៀតនៅក្នុងកន្លែង wideness line យើងកំណត់យក 2.0 ដែរ wideness line extension 2.0 ដែរចំណុចមួយទៀតគឺចូលដល់ការកំណត់អក្សរ touch white factor យើងអាចកំណត់ពីចន្លោះពី 0.8 ទៅដល់ 0.1 ខ្ញុំយក 0.8 កម្រិតអក្សរមួយបាទហើយ touch size នេះខ្ញុំចំណត់យក 2.5 ទំហំអក្សរហើយ touch offset ពី dimension មកអក្សរខ្ញុំកំណត់យកតែ 1.5 មកហើយបាទហើយ read convent up then left មានន័យថាយើងដាក់នៅលើបន្ទាត់ dimension ហើយអានពីឆ្វេងនេះស្ដាំចាបន្តមកទៀតគឺ touch font ការជ្រើសរើសពុម្ពអក្សរជាពុម្ពខ្ញុំកំណត់យក I sculpture គឺពុម្ពអក្សរស្រឡាញ់và I sculpture អូខេហើយ text background យើងកំណត់យក transparent ក្រោយពីកំណត់អស់ហើយយើងចុច apply ហើយបានមកអូខេបាទខ្ញុំចាប់ select ឲ្យខ្ញុំទាញវាចូលក្នុងវិញបាទអញ្ចឹងជំហានបន្តមកទៀតយើងត្រូវគូនេះធ្នឹមទាំងអស់នេះគូដោយខ្សែដៃធ្នឹមគឺរបៀបនេះបាទអញ្ចឹងដើម្បីគូដោយខ្សែដៃក្នុងធ្នឹមយើងធ្នឹមនេះគឺយើងមើលពីលើអញ្ចឹងមុននឹងគូខ្សែដៃខ្ញុំចងកាត់ធ្នឹមដើម្បីយើងមើលពីមុខខ្ញុំមកមើល section មើលពីមុខធ្នឹមតែម្ដងអូខេអញ្ចឹងយើងคลิกនៅលើ toolbar យើងកំណត់យកពាក្យថា section
section 2 ឬក៏យើងបើមិនមាននៅលើ toolbar នោះទេយើងអាច click នៅលើពាក្យ W tab ដើម្បីចូលមក select លើ section ហើយខ្ញុំយក section នេះខ្ញុំមកគូសកាត់ធ្នឹមតាមចំណុចណាមួយក៏បានដែរយើងចង់បាននៅលើធ្នឹមនេះអូខេយើង click modify ដើម្បីកាត់ comment ខ្ញុំ select លើ section ខ្ញុំ right click យកពាក្យថា go to view នេះ structure problem របស់ស្មិនធ្នឹមយើងដើម្បីដឹងទីតាំងធ្នឹមនៅ level មួយណាយើង select លើធ្នឹមមកហើយយើងមកមើលឡើងនេះ reference level គឺនេះបាទស្មិនអញ្ចឹងកាលណាខ្ញុំ click go to view បាទស្មិនគឺ level ខាងក្រោមវិញអញ្ចឹងខ្ញុំមានន័យថានេះជាធ្នឹមរបស់ខ្ញុំប៉ុន្តែករណីដែលយើងអត់ដឹងថាតើធ្នឹមមួយណានៅទីតាំងមួយណាឧបមាខ្ញុំមកមើលនៅលើប្លង់ section ប្លង់កាប់អញ្ចឹងនេះគូមិញ one section 1នៅលើប្លង់កាត់នេះខ្ញុំ select លើធ្នឹមហ្នឹងហើយខ្ញុំបកមក select លើ marksman level ពេលណាធ្នឹមវា highlight ពណ៌ខៀវអញ្ចឹងមានន័យថាធ្នឹមនៅទីតាំងហ្នឹងឯងបាទខ្ញុំ right click go to view សាទៀតបាទនេះខ្ញុំត្រូវគូបាទអញ្ចឹងមុននឹងយើងធ្វើការគូរសាច់ដៃដំបូងយើងកំណត់លើ cover របស់ធ្នឹមដើម្បីកំណត់លើ cover បានយើង select នៅលើ structure tab យើងយកពាក្យថា cover ហើយកំណត់យក pick element មានន័យថាយើង select លើ object ណាមួយដើម្បីបង្កើត cover ហើយក៏ option មួយទៀតគឺ pick face មានន័យថាយើង select លើមុខលើប្លង់ surface របស់ element ដើម្បីបង្កើត cover តាមជំហានហើយយើងកំណត់យក pick element ខ្ញុំមក select លើធ្នឹមនេះអញ្ចឹងដាច់នេះគឺជា cover របស់ខ្ញុំអញ្ចឹងនៅលើ cover setting នេះខ្ញុំអាចកំណត់យក cover 35 mm កាលណាខ្ញុំកំណត់យក40 mm ដាក់នេះវាចូលក្នុងអញ្ចឹងខ្ញុំយកត្រឹមតែ35 mm គឺសមរម្យបាទនេះមកតមកទៀតយើងកំណត់សរសៃដែកអញ្ចឹងនៅក្នុងធ្នឹមមានសរសៃដែកកងនិងដែកប្រឈរអញ្ចឹងយើង select លើពាក្យថា riba កាលណាយើងទៅលើ riba វាវិចចាប់ដើមបើកនៃប្លង់ riba set browser មានន័យថាជាប្លង់រូបរាងដែកដែលយើងត្រូវគូរមានដែកត្រង់ពុត90ដែកត្រង់ពុត90 180និងដែកប្រភេទនេះគឺជាអស់នេះគឺយើងហៅថា set riba set អញ្ចឹងខ្ញុំចាប់ដើមគូរដែកបដោយមុនសំទោសដែកកងមុនចុះដែកកងនេះគឺដែកកងក្នុងធ្នឹមអញ្ចឹងទំហៀនបន្តមកទៀតមុននឹងយើងគូរដែកកងយើងកំណត់លើមុខកាត់ដែកសិនឧទាហរណ៍ថាខ្ញុំចង់បានដែកកងខ្ញុំតែ12លីនេះបើយើងចង់ដឹងថាតើ12នោះមាន property អីខ្លះក្នុងនោះយើងគ្រាន់តែ select លើពីតែ edit type មកនេះគឺជា parameter ទាំងអស់ឈ្មោះគឺ 12m នោះវាមានឯគេ material ដែលជា riba ASTM A615m grade 420 millimeter steel ណាហើយ dimension bar diameter គឺគាត់ចិត្តដែក12 mm មានន័យថា12លី standard bending diameter 60 mm មានន័យថា 5D បាទប៉ុណ្ណឹងហើយយើងបានអូខេហើយបើយើងមកកំណត់ select លើតម្រងដែកដែលយើងចង់បាននេះខ្ញុំចង់បានដែករាងការ៉េបាទ select លើវាហើយអញ្ចឹងកាលណាយើង select លើវាហើយយើងនឹងលើយើងមកដាក់នៅក្នុង cover របស់ធ្នឹមទាំងវាចាប់ដើមចេញជារាងដែកហើយចំពោះទីតាំងនៃការពុតយើងអាចគ្រាន់តែចុច space នៅលើ keyboard ដើម្បីជ្រើសរើសបដូរទីតាំងពុតតាមកែងមួយបាទហើយយើង click មកឆ្វេងហើយ modify នៅក្នុង detail level course យើង select view ជា file ដើម្បីមើលthickness របស់ដែកបាទយើង double click លើ marksman level យើងបដូរពី visible style headline ទៅ file frame នេះគឺជាដែកកងដែលយើងគូរជាទូទៅនៅក្នុងធ្នឹមដែលមានប្រវែង span L ប្រវែង span 4 ម៉ែត្រ
Dânនៅក្នុងធ្នឹមនឹងការទំពងរាយដៃខោងវាមាន3កំណាត់គឺចន្លោះដៃL លើក4 L លើក2ហើយនិង L លើក4ដូចគ្នាអញ្ចឹងដំបូងខ្ញុំកំណត់ពីដៃខោងពីចំហៀងខាងក្រោមនិងកំណត់ប្រឡោះពីដៃខោងមួយទៅដៃខោងមួយ150 មីលីម៉ែត្រប្រវែង L លើក4មានន័យថាយើងយកប្រវែង span ចែកនឹង4សងខាងនិងប្រវែង span ប្រឡោះកណ្ដាលគឺ L លើក2បាទហើយដើម្បីកំណត់ប្រវែងដៃចន្លោះពីដៃគោងមួយដៃគោងមួយបានយើងត្រូវទៅពី single style ទៅ maximum spacing យើងធ្វើការ click លើដៃគោងមួយclick លើដៃគោងកាលណា click លើដៃគោងឬចាប់បាន speed មករក modify tab នៅក្នុង modify tab យើង select មកមើល reverse set កន្លែង layout យើងបដូរពី single ទៅ maximum spacing single មានន័យថាដៃកងតែមួយ fixed number មានន័យថាជាងកំណត់ចំនួនជាក់លាក់របស់ដៃកងមានថា10កង20កងហ្នឹងទៅ maximum spacing មានថាជាងកំណត់ចំនួនប្រឡោះដៃកងមួយទៅដៃកងមួយចំនួនអតិបរមានិង number with spacing មានថាយើងកំណត់ចំនួនដៃកងនិងប្រវែងពីដៃកងមួយទៅដៃកងមួយខ្ញុំធ្វើការកំណត់យក maximum spacing ហើយដើម្បីឲ្យកំណត់ឲ្យខ្ញុំធ្វើឲ្យយកចន្លោះគឺ150 មីលីម៉ែត្រ enter នេះដៃកងតាមពង្រាយពេញមួយធ្នឹមអញ្ចឹងយើងដើម្បីពង្រួមប្រវែងដៃកងយើងស្គីដៃកងមកយើងក៏បានទាញវាចាប់ដែរទាញណាហើយទាញវាឡើងលើអញ្ចឹងនេះគឺជាប្រវែងធ្នឹមរបស់យើងបាទអញ្ចឹងការពង្រាយដៃកងពីប្រវែងនេះមកក្រោមវាអាចជា L លើក4ប្រវែងនេះទៅកណ្ដាល L លើក2និង L លើក4អញ្ចឹងខ្ញុំកំណត់ cover ពីមុខកាត់នេះ cover ពីមុខនៃធ្នឹមទៅដៃកងអញ្ចឹងខ្ញុំកំណត់វាត្រឹម30 មីលីម៉ែត្រប៉ុន្តែបើយើងទាញបែបនេះយើងអត់ដឹងប្រវែងជាក់លាក់ថាពីប្រវែងពីប្រឡោះធ្នឹមនេះទៅពីនេះសសរយើងក្នុងពីធ្នឹមមកកាត់ពីសសរទៅវាប្រវែងប្រមាណអញ្ចឹងដើម្បីកំណត់បានយើងគ្រាន់តែដាក់ចឹងខ្ញុំដាក់មើលណាហើយខ្ញុំបិទ file frame ទៅណាបិទ file frame មានន័យថានេះជាសសរអញ្ចឹងដៃកងខ្ញុំបានពង្រាយពីហ្នឹងទៅដោយយើងយក cover ពីហ្នឹងទៅមក30 មីលីម៉ែត្រអញ្ចឹងដើម្បីកំណត់ cover នេះបើប្រវែងជាក់លាក់មួយយើងត្រូវធ្វើការ reference line មួយដើម្បីឲ្យយើងវាស់ប្រវែងជាក់លាក់ដើម្បីការ reference line យើង select នៅលើពាក្យថា annotate យើងយក detail line ហើយខ្ញុំយក detail line នេះយកមកគូនៅលើមុខកាត់សសរនេះសសរយើងនេះធ្នឹមនេះជាប់គ្នាខ្ញុំ offset អាហ្នឹងឡើងទៅលើចំនួន30 មីលីម៉ែត្រទៅយើងយក offset ដើម្បី30ហើយខ្ញុំចុចដាក់ offset នេះខ្ញុំមើលចាប់ដើមមើលជា file frame វិញខ្ញុំឃើញដៃកងខ្ញុំ click ទៅដៃកងអញ្ចឹងខ្ញុំទាញនេះទាញដៃកងឲ្យជាប់នេះមកបាទស្ងាត់ណាស់នេះខាងក្រោមទាញបាទនេះដៃកងនេះជា file ស្ងាត់នេះអូខេតាអញ្ចឹង L លើ4បើសិនជាយើងយក4000ចែកឲ្យ4វាបានដូចជា1000 2000ហើយនឹង2000កណ្ដាលអូខេអញ្ចឹងយើងដឹងថាប្រវែងពីដៃគោងមួយ100វា150
nhưng mà vì miền tạm bảo vài mà còn thế nhưng bị quan phòng buồn block với smart năng đọp còn ấy nhưng nhung đọp muối từ 3 4 5 phòng buồn per 7 4 đọp 1 đọp còn ấy nhưng đọp còn chẳng là đọp con miền phòng buồn block muối từ 7 4 5 muối per 7 buồn nhưng do phòng buồn block con nói nhưng mà rồi sắp đi cứ chiềng lược mà mày thì bằng cái riêng cực cá sấu đấy how to later vài này con với mà rồi họ dân bên tầm buồn lọ dân con mình tầm buồn vì mà nâng mà pon bay rồi dân viên chiều mà pon chạy ao rồi sập nhưng bị miền tầm mùi lọ chiềng tầm mùi nào lọ dân dùng bị miền tầm lọ trong một lọ đại con ấy vì miền trong luôn đại con đó vì vòng bảy đại con của khả năng vì block đại con 7 dân bư vòng block hiện dùng block vì miền đại con đó vì vòng 7 chẳng rọp mùi tí 7 4 5 từ mùi bó 7 4 đọc như thôi kỳ nhé chân tiền gì mà đo lại nè này mùi tí 7 4 5 từ mùi bó này không phải block nhưng mà đây còn mà tôi đang nói dương vài nick bisman mà hiện tiệt nhân dương thì là cái đại con nhưng mà họ dương vô mirror trot nhưng một cú họ snap trong cho nó cái đá bó nằm tiếng mà những bộ bài nick từ lực uống nhưng cho rồi đại con phải làm rồi con đá những copy nó đã nó liền hiện lên đại con khó nhưng copy cái đấy modify một cái đại con copy ngắn nhưng đầu thì họ một cái xí đầu đã gì rồi inter modify ngoài những cái đại con mũi giống như là lọt thì chọn khoảng một khoảngคือoffset đi thôi nhưng mà chúng ta sẽ đi theo là mây mối offset đi đấy nó được như là làm nhóm offset đi rồi nó như là tiền hoặc cái con tiền để cho nó cái lục đi về làm sao mình đi CD cái này dùng CD đó thì chưa tới nên là bởi cầm ao chút select mờ tại một chọn thì crop nhưng bây chúng ta crop cái dưới xử lý hay liên cục xong nói với lại thì liên cục như việc ao rồi thu dưới rồi đấy thì mười về năm bao nhiêu sang mười đi một box nấm rotate hay cái con rotate cái từ micro phải biết bạn đây đại con dùng cú dùng cú với một mối vi xử lý thì ở trên chỉ là solid ở dưới rồi cái này bây giờ hai người trên cái solid trên là cái đại con
anh vừa right click được có instant visible view visibility thì có sự like elastic bằng slab thì là slab mới hai temporary còn trên một tí khi Việt Nam khu đầu thật sáng một cái chủ đề thật sáng như là được nấm như đi ba đầu thì tôi sẽ bài toán một về động phòng lý cái đầu gặp thì chỉ có lấy thì phố con ngon theo phòng modify click đáy click ngon đó đáy thì đấy để làm rotate left rotate trên một lại icon nữa ngồi theo cái điều này tiền chụp nó này còn là mấy mirror rotate thế với cùng cạnh học trò cái bài click xin thì có modify là cái có video ta dọn buồn lì vào đấy đặt Việt Nam đấy tỷ có thể lên vào đấy khai phục cái tiếng này bây giờ mình sẽ xử lý bài click là đầu sáng của cái sự ok của ta rồi cái sự chính như các bạn cột đại diện toàn cột thì các bạn cột đến select like chọn thống hiện lệ phản tá select element còn reset này hiện lệ select size element select số hàng tháng control select element select element một for select hai select I click vào element select số control factor equal multi-snap là view ok and go to keep wireframe
klik select cái đây vì bao tập bằng đó mình bị sketch như thì là cột cột ground cột 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 cái bay rồi thành như này modify trim up okay tìm một cái rồi đây cứ như là người ta như là trim modify trim rồi đi khi đá có thằng lên bị sketch bay rồi thấy chúng ta trim không hả mirror ngón tay cột thực tí tiêu như chỗ không được đó nói hoặc đây hoặc là đây cũng là bị sketch tiêu cái tới ok sẽ hơi xử lý reset all đâu được cái file thế này dân trong viên tôi biết từ copy này có ngày đợi thì không nó đã hoàn thành tăng và dân nói copy là cái gì nó là cái con control control lại con hai tiếp lại cái đầu thằng lưới lại cái đầu cột lại cái copy lại cái copy quay mà hai lần được có kỹ lưỡng boss mình copy copy ảo ok modify save project hai mươi chiếc selected như đấy right click để on cái copy mà nói đi thì là copy thì mình biết một làm một đôi như vậy để bảo mình buôn mài từ nghề nếu không buôn mài này thì ai copy vào copy thì mình biết mỗi đại trong thường được hai thì là copy đây copy là đây có control đây có control đây đầu thằng lưới đầu thằng khóm đầu một tiếp nó nè đây có box bấm copy
copy ពីអាក់វីមកដាក់លើអាក់ពី copy ថាទៀត copy ពីអាក់មួយអាក់ពីmodify មួយ 3D ពេលដែលយើង copy គឺវាប្រហែលចេញតែជាបន្តហើយដើម្បីបង្ហាញវា solid ជាងគាត់ដូចនេះទៅដែរនេះយើង right click លើ all instance ហើយនៅក្នុង add visibility យក VSLib លើ instance យក platform instance visible view select បាត់នៅគឺ copy អត់មកដល់រូបគាត់បាត់តែនឹងគាត់ណានឹងឲ្យបាត់មកស្គាល់អញ្ចឹងយើងយកមកដែរនេះមកដែរអឺស្គាល់មើលអត់ផងគឺអូខេអញ្ចឹងអានេះយើងធ្វើខ្លួនឯងមកកាត់វីដេអូហ្នឹងអញ្ចឹង block span នេះគឺថា span ឆាក់3ម៉ែត្រកន្លះបាទអញ្ចឹងយើងរកយើង section នេះមួយសិនហាត់កន្លែងនេះមួយទៅ modify ពីគេអាចយើងទាញវាចុះក្រោមតិចមកយើង right click go to view នេះ Bosman select លើនឹង structure cover fit element ពីលើក្នុងយើងយក cover ពីសំខាន់ river ដៃកងយក12 លីដៃកងហើយដូរប្រកែកដូរប្រកែកមកquaលើគឺប្រកែក space នៃដូរពីតាំងពុតឡាក់ទី1 modify view ជា font បាទយើងដាក់ទៅរបស់ខ្ញុំនេះហើយកងយើងបាទអញ្ចឹងដូចគ្នាដែរឲ្យលើក4ឲ្យលើក2ឲ្យលើក4បាទយើងយក300 2500ចែកឲ្យ4វាស្មើនឹង875អញ្ចឹងមកប្លុកយើងយកមកប្លុក150យើងយក175ចែកឲ្យ150អូខេហ្នឹងវាមាន6ប្លុកចឹងបាទ6ប្លុកវាមាន7លេខផងអញ្ចឹងយើងឆ្លាញ់លេខផងយើងយក PC ទៅដាក់មកspacing ហើយយើងវាយវា150 Enter បាទពីនេះដែរយើងមកយូរវាជាហើយដំឡើងយើងវាស់ cover ពី before ទៅ30 mm យើងកំណត់ reference ឡើងយកពីកន្លែងគូយើងគូចេញពីមុខ before នេះហើយយើង offset អានឹងឡើងទៅ30 mm ឡើងលើណាហើយយើងចាប់ដើមមើលជា file ទៅនៅឃើញដៃកងជាលេខដៃកងយើងទាញដៃកងឡើងមកលើ snap ជាមួយនឹងអាក់យើង offset ហ្នឹងណាយើងជារបបយើងដៃកងយើងទាំងអស់វាមានប៉ុង
polygon 6 block នឹង polygon ហ្នឹងយើងយក1 2 3 4 5 6 block នេះវាជាផ្លេចកងជើងចុះក្រោមជើងហ្នឹងគេហៅថាគោលដល់ចំនួននៃកងដែលកន្លោះពីនៅដដែល1 2 3 4 5 6ហ្នឹង6 block 150 mm អូខេអញ្ចឹងយើង select លើ icon ហ្នឹងយើងទៅដាក់ mirror properties យើងវាលើចំណុចកណ្ដាលទាញវា40 degree នេះយើង copy មក modify element យើងចុចទៅ icon យើងទៅ copy បានយើងដូរទៅជា200 វាណាត់ដូរ enter យើងទាញវាទៅក្រោមដូចជាយើងទៅតាមកំណត់វា offset ពីលេខចុងនៃកូនខាងមក200 reference line នេះយើង offset វា200ដូចនេះមកយើងទៀតដែរយើងគូ reference line មួយ offset 200 modify លើកលើកងហើយយើងទាញវាឲ្យស្ងាត់ជាមួយនឹងហើយយើង offset បានយើងមកបានមកហើយយើងដល់លុបពីប្រញ្ញាចោលបាទយើងចាប់ដើមគូមួយទៀតគឺដែលក្តៅបាទលើ section ដែល click គូទីយើងselect លើថ្នាំ ribbon ដូរទៅដែរហើយយើងដូរ background ទៅជាតលើទី core មួយ modify select លើ icon យើងដូរទៅជា16នេះដូរពី single ទៅ pick number យើងដាក់ចំនួន3យើងចាំដាក់ទៅវា rotate ខុសទៅដែរយើង rotate មកវិញ rotate យើងយក place select មកទៅតាមនៃ icon មកលើ40 degree មួយទៅដល់40 degree យើង rotate មកវាខុសលើកលៀបចេញទៅយើងទាញចុះមកវិញនេះបានប៉ុណ្ណឹងហើយយើង copy ឡើងលើmodify នេះយើងគូមកបន្តពីក្នុងហើយគឺមកយើងយកយើងអាច copy ទៅទៀតក៏បាន copy យើង copy ចុះក្រោមមកថាមកអូខេយើងទាញឲ្យវាស្ងាត់ជាមួយនឹង cover យើងមកយើងដូរដៃនេះដាក់តែ14នេះទេបានប៉ុណ្ណឹងហើយយើងមើលមកគឺវាទៅដូចគ្នានឹងនេះហើយផងយ៉ាងដូចគ្នាតែទីយើងនេះយើងសម្រាប់តែ for ផងខាង control លុបអស់ដល់ទៅអូបន្តយើងជីយើងកាំងតាំងទៅ select ហ្នឹងយើងមើលពីខាងស្នាម right view បាទមើលពី file frame យ៉ាងយើងធ្វើការពុតដែលអញ្ចឹងយើងមុនពុតបង្ហាញវាជា solid សិនវាជា solid បាទគឺទាំង solid នេះដែរចាំយើងពុតមកខាងមុនស្លាច់នៅខាងក្រោមទៅ edit sketch យើងយកដាក់មកគូពុតមកទៅ
320 chút không stream về hỏi thematic set profit nhưng là được biết ai sẽ roll khi frame lắm hay một rồi người keyboard profit mirror làm stream modify lên nó set rồi cho đang đi ra đây modify mình nhớ con train á train như thế gắn với tiền lại I click select nắm click sạch ra đi đó reset how you làm right click rồi select preview này on the particular constant and on copy 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 then rồi copy copy thì copy là thế chọn select cái đấy copy còn đấy nè phải start thầy then home key select right click look for instant visible view visibility video select for instant visible view video select và này đồ đi ra đây